តើអ្នកហ៊ានរស់នៅក្នុងផ្ទះដែលសាងសង់ត្រឹមតែរយៈពេល3ម៉ោងនេះដែរឬទេវាគ្មានការរៀបអិតគឺមានតែជំនួយពីមនុស្សតិចតួចប៉ុណ្ណោះអ្នកដែលមានគំនិតច្នៃប្រឌិតនៅបច្ចេកវិទ្យានេះឡើងគឺពិតជាអស្ចារ្យណាស់ការធ្វើផ្ទះដោយវិធីនេះគេហៅថា 3D Printing House ដែលត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅរបៀបសាងសង់បែបបុរាណដោយគ្រាន់តែដាក់បញ្ចូលគំរូប្លង់ដែលមានขนาดត្រឹមត្រូវចូលទៅក្នុងកុំព្យូទ័រហើយបានភ្ជាប់ទៅនឹងបាល់ម៉ាស៊ីន print ផ្ទះបន្ទាប់មកក្បាលបាញ់បេតុងនិង print វាឡើងដោយប្រើប្រាស់ Bio ពិសេសដោយការដាក់ជាស្រទាប់លើគ្នាបានត្រឹមត្រូវបាល់បាញ់បេតុងនឹងរំកិលទៅមកដើម្បីដាក់វាជាស្រទាប់ត្រួតលើគ្នាអគារទាំងស្រុងអាចនឹងត្រូវបានសាងសង់រួចរាល់យ៉ាងឆាប់រហ័សក្នុងរយៈពេល1ថ្ងៃបច្ចេកវិទ្យានេះអាច print ផ្ទះបានរហូតដល់ចំនួន10ខ្នងដោយផ្ទះនីមួយៗទំហំប្រមាណជា200ម៉ែត្រការ៉េវិធីនេះមិនត្រឹមតែជួយកាត់បន្ថយតម្លៃកម្លាំងពលកម្មនិងតម្លៃសម្ភារៈប៉ុណ្ណោះទេវាថែមទាំងអាចបញ្ចប់ការសាងសង់បានក្នុងរយៈពេលដ៏ខ្លីជាមួយនឹងគុណភាពយ៉ាងល្អឥតខ្ចោះផ្ទះដែលត្រូវបានព្រាននេះមិនត្រឹមតែមានអ៊ីសូឡង់ការពារកម្ដៅកាត់បន្ថយសំឡេងបានល្អប៉ុណ្ណោះទេតែគុណភាពផ្ទះក៏អាចប្រើប្រាស់បានយូរជាងផ្ទះដែលសាងសង់តាមវិធីចាស់ផងដែរផ្ទះទាំងនេះអាចការពារពីកម្លាំងរញ្ជួយដីបានរហូតដល់9 Richter ហើយនៅក្នុងពេលបច្ចុប្បន្ននេះតម្លៃនៃការសាងសង់ផ្ទះប្រភេទនេះតម្លៃពី$500ទៅ$700ក្នុង1ម៉ែត្រការ៉េប្រសិនបើអាចតើអ្នកនឹងជ្រើសរើសផ្ទះព្រាន 3D នេះដែរឬទេ